ព័ត៌មានទី3នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន The Washington Post បាទជាសារព័ត៌មានដ៏ធំនៅសហរដ្ឋអាមេរិកនេះបាទហើយតាក់ទងជាមួយនឹងទូនីតិរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការធ្វើយ៉ាងណាឲ្យសម្រេចបាននៅកិច្ចព្រមព្រៀងណានៅក្នុងនេះ Washington Post គាត់ប្រាប់ថា peace deal ណា peace deal កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាហើយនិងថៃបាទអញ្ចឹងខ្ញុំសូមជូនសង្ខេបជូនមិនសង្ខេបបកប្រែទាំងស្រុងតែម្ដងបកប្រែទាំងស្រុងតែម្ដងក្រៅផ្លូវការពីសារព័ត៌មាន Washington Post នេះបាទខ្ញុំសង្កេតឃើញទៅតែសេចក្តីរាយការណ៍នេះមានលក្ខណៈលំនឹងរបស់គាត់ fair របស់គាត់ច្រើនដែរមានតែមកពាក្យមួយនោះទៅប៉ុន្តែខ្ញុំមិនយកពាក្យដែលគាត់មិននិយាយនោះមកអានទេបាទអញ្ចឹងសេចក្តីរាយការណ៍នេះគឺខ្ញុំសូមបកប្រែក្រៅផ្លូវការជូនប្រិយមិត្តដូចតទៅយុទ្ធនាការរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបង្ហាញខ្លួនឯងថាជាអ្នកបង្កើតសន្តិភាពសកលបានតាក់ទាញឲ្យលោកធ្វើដំណើរទៅទីក្រុងកូឡាឡាំពួរដែលជារដ្ឋធានីនៃប្រទេសម៉ាឡេស៊ីនៅចុងសប្តាហ៍នេះតែជាកន្លែងដែលប្រទេសថៃនិងកម្ពុជាត្រូវបានគេគ្រោងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពលើចំនួនព្រំដែនរបស់ប្រទេសទាំងពីរប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរបានបាញ់ប្រហារគ្នាយ៉ាងខ្លាំងនៅក្នុងខែកក្កដាដែលជាការផ្ទុះឡើងនៃអំពើហិង្សាដែលបានសម្លាប់មនុស្សរាប់សិបនាក់និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវផ្លាស់ទីលំនៅពួកគេបានយល់ព្រមលើបទចុះបាញ់បន្ទាប់ពីលោកត្រាំបានគម្រាមកំហែងបញ្ចប់ការចរចាពន្ធគយជាមួយភាគីទាំងពីរទោះជាភាពតានតឹងនៅតែបន្តកើតមាននៅតាមព្រំដែនក៏ដោយបទចុះបាញ់គ្នានេះត្រូវបានធ្វើឡើងជាបណ្ដោះអាសន្នហើយប្រទេសទាំងពីរនឹងធ្វើឲ្យកិច្ចព្រមព្រៀងនេះคล้ายទៅជាផ្លូវការនៅថ្ងៃអាទិត្យនេះនៅខាងក្រៅអមកិច្ចប្រជុំរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានដែលរៀបចំដោយប្រទេសម៉ាឡេស៊ីដែលជាប្រធានបដូវវេននៃប្លុកនេះនៅពេលនេះលោកត្រាំដែលស្វែងរកចង់បានរង្វាន់ពីន Nobel សន្តិភាពដោយចំហនោះបានអះអាងទាមទារយកកិត្តិយសសម្រាប់ការដែលលោកជួយសម្រួលឲ្យមានសន្តិភាពនេះលោកបានយល់ព្រមទៅប្រទេសម៉ាឡេស៊ីដោយមានលក្ខខណ្ឌថាលោកនឹងចូលរួមក្នុងពិធីចុះហត្ថលេខាសម្រាប់អ្វីដែលគេហៅថាឬគឺកិច្ចព្រមព្រៀងកូឡាឡាំពួរនេះបើយោងតាមមន្ត្រីក្នុងតំបន់និងមន្ត្រីសហរដ្ឋអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែពួកគេមិនមានសិទ្ធិនៅក្នុងការនិយាយពិភាក្សាជាសាធារណៈអំពីបញ្ហានេះទេទោះជាយ៉ាងណាក៏ដោយតាមពិតទៅប្រទេសម៉ាឡេស៊ីគឺជាអ្នកសម្របសម្រួលកណ្ដាលរវាងប្រទេសថៃនិងប្រទេសកម្ពុជាដោយធ្វើជាម្ចាស់ផ្ទះនៃការចរចាជាច្រើនជុំនិងធ្វើការក្នុងរយៈពេលប្រមាណសប្តាហ៍ថ្មីនេះដើម្បីព្រៀងលក្ខខណ្ឌនៃសេចក្តីប្រកាសរួមដែលនឹងត្រូវចុះហត្ថលេខានៅថ្ងៃអាទិត្យនេះបើយោងតាមមន្ត្រីទាំងនោះរដ្ឋមន្ត្រីការបរទេសថៃលោកសីហសៈភួងគិតកែវបានប្រាប់កាសែត The Washington Post ថាសហរដ្ឋអាមេរិកបានចូលរួមនៅពេលដែលយើងស្នើសុំឲ្យពួកគេចូលរួមលោកបានបន្ថែមថានេះមិនមែនគ្រាន់តែជាការចុះហត្ថលេខាលើអ្វីមួយនៅលើក្រដាសនោះទេយើងចង់ឲ្យរឿងនេះនាំមកនៅសន្តិភាពពិតប្រាកដលោកស៊ូយ៉ារ៉ាអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានហៅកិច្ចព្រមព្រៀងនេះថាជាការបោះត្រាសម្រាប់បទជុំបាញ់គ្នាមួយលោកបានមានប្រសាសន៍ថាគណៈពេលដែលកិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខាដោយប្រទេសថៃនិងប្រទេសកម្ពុជាលោកសង្ឃឹមថាវត្តមានរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងពិធីនោះនឹងផ្ដល់នូវភាពស្របច្បាប់កាន់តែច្រើនឡើងថែមទៀតតើនឹងមានអ្វីនៅក្នុងកិច្ចព្រមព្រៀងនេះយោងតាមមន្ត្រីថៃនិងកម្ពុជាកិច្ចព្រមព្រៀងនេះនឹងក្លាយជាសេចក្តីប្រកាសរួមដែលមានគោលការណ៍សំខាន់ចំនួន4ឬ5ដែលគ្របដណ្ដប់លើបញ្ហាដូចជាការដកអាវុធធុនធ្ងន់ចេញពីព្រំដែនពិធីសារថ្មីដើម្បីដោះស្រាយការចាប់ប្រកាន់អំពីការឈ្លានពាននិងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលការដោះមីនក្របមីនដែលបានធ្វើឲ្យទាហានថៃម្នាក់រងរបួសនៅតំបន់ព្រំដែនគឺជាកត្តាជំរុញឲ្យមានសង្គ្រាមរយៈពេល5ថ្ងៃរវាងប្រទេសទាំងពីរនៅក្នុងខែកក្កដាប្រទេសថៃបានចោទប្រកាន់ប្រទេសកម្ពុជាថាបានដាក់ក្របមីនថ្មីដែលបានធ្វើឲ្យទាហានថៃយ៉ាងហោចណាស់6នាក់រងរបួសក្នុងរយៈពេល9ខែចុងក្រោយនេះ
ប៉ុន្តែប្រទេសកម្ពុជាបដិសេធរឿងនេះហើយនិយាយថាក្របមានទាំងនោះគឺជាសំណល់ពីសង្គ្រាមស៊ីវិលរយៈពេលជាច្រើនទសវត្សរ៍របស់ខ្លួនដែលបានបញ្ចប់នៅក្នុងទសវត្សរ៍1990កិច្ចព្រមព្រៀងនេះក៏នឹងរួមបញ្ចូលព័ត៌មានលម្អិតនៃការអនុវត្តសម្រាប់បទជបាញ់ផងដែរដូចជាការបញ្ជូនក្រុមអ្នកសង្កេតការអាស៊ាននិងការបដិញ្ញាចិត្តរួមគ្នាដើម្បីដោះស្រាយក្រុមអ ក្រិតកម្មឆ្លងដែនដែលបានរីកចម្រើនធំធាត់នៅជិតព្រំដែនថៃកម្ពុជាប្រទេសកម្ពុជាបានស្នើឲ្យមានការដោះលែងទាហានដែលរបស់ខ្លួនដែលត្រូវបានឃុំខ្លួនចំនួន18នាក់ទោះបីជាមិនទាន់ច្បាស់ថាតើរឿងនេះនឹងត្រូវបានរៀបចំឡើងក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពឬត្រូវបានព្រមព្រៀងគ្នានៅពេលក្រោយក៏ដោយលោកសៀអាសារដ្ឋមន្ត្រីការបរទេសថៃមានប្រសាសន៍ថាប្រទេសថៃចង់ឃើញវឌ្ឍនភាពជាក់ស្ដែងលើអធិភាពចម្បងរបស់ខ្លួនមុនពេលកិច្ចពិភាក្សាអំពីការដោះលែងប៉ុន្តែលោកស៊ូយ៉ារ៉ាអ្នកនាំពាក្យនៅទីក្រុងភ្នំពេញបានមានប្រសាសន៍ថាប្រទេសកម្ពុជាចង់ឃើញកងទ័ពរបស់ខ្លួនត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌបន្ថែមទៀតនោះទេលោកបានមានប្រសាសន៍ថាទាហានទាំងនោះមិនមែនជាទំនិញសម្រាប់លក់ដូរនោះទេតើលោកត្រាំបានដើរតួនាទីអ្វីខ្លះនៅថ្ងៃទី4នៃចំនួនបើកចំហនៅព្រំដែនលោកត្រាំបានទូរស័ព្ទទៅមេដឹកនាំនៃប្រទេសទាំងពីរហើយបានគម្រាមបញ្ឈប់ការចរចាពន្ធគយដែលកំពុងបន្តប្រសិនបើពួកគេមិនឈប់ព្រមលើបទជបាញ់គ្នានោះទេការប្រយុទ្ធគ្នាបានបញ្ចប់នៅថ្ងៃបន្ទាប់ទោះបីជាការចាប់ប្រកាន់នៅតែបន្តកើតមានចំពោះការវាយប្រហារប្រដាប់អាវុធម្ដងម្កាលក៏ដោយនឹងការឈូសឆាយអគារនៅក្នុងដែនដីជាប់ព្រំដែនក៏ដោយប្រទេសកម្ពុជាដែលមានយោធាតូចជាងប្រទេសថៃនោះខិតខំស្វាស្វែងកសាងទំនាក់ទំនងឲ្យបានជិតស្និទ្ធជាមួយនឹងរដ្ឋបាលលោកត្រាំដែលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានគាំទ្រយុទ្ធនាការរបស់លោកសម្រាប់ពានរង្វាន់ Nobel សន្តិភាពលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតបានមានប្រសាសន៍នៅក្នុងលិខិតមួយទៅកាន់គណៈកម្មាធិការ Nobel កាលពីខែសីហាថាភាពជារដ្ឋបរោះដ៏អស្ចារ្យរបស់លោកប្រធានាធិបតីត្រាំត្រូវបានបង្ហាញជាថ្មីដោយតាមរយៈទួនាទីដ៏ម៉ឺងម៉ាត់របស់លោកក្នុងការសម្របសម្រួលបទជបាញ់ជាបន្ទាន់និងគ្មានលក្ខខណ្ឌរវាងប្រទេសកម្ពុជានិងប្រទេសថៃលោកស៊ូយ៉ារ៉ាវិញបានមានប្រសាសន៍ដែរថាបើគ្មានវត្តមានរបស់លោកត្រាំទេនឹងមិនមានកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលត្រូវបានចុះហត្ថលេខានោះទេនេះបើតាមប្រសាសន៍របស់លោកស៊ូយ៉ារ៉ាកាលពីថ្ងៃពុធប្រទេសថៃដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់សហរដ្ឋអាមេរិកមានភាពស្ងប់ស្ងាត់ជាងអំពីទូនាទីរបស់លោកត្រាំក្នុងការខិតខំស្វែងរកសន្តិភាពនេះមន្ត្រីសហរដ្ឋអាមេរិកមានវត្តមាននៅក្នុងកិច្ចចរចានៅប្រទេសម៉ាឡេស៊ីនិងនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កដើម្បីពិភាក្សាអំពីបញ្ហានេះប៉ុន្តែក្នុងការថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកនៅក្នុងប្រទេសសិង្ហបុរីក្នុងសប្តាហ៍នេះលោកសៀសាបានមានប្រសាសន៍ថាជាទូទៅវាជាការពិភាក្សាទ្វេភាគីហើយយើងតែងតែសង្កត់ធ្ងន់ថារវាងប្រទេសជិតខាងយើងអាចដោះស្រាយបញ្ហាណាមួយជាទ្វេភាគីបានដោយឡែកលោកស៊ីជូរ៉ូឈៀមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានបាននិយាយថាការគម្រាមកំហែងរបស់លោក Trump មានឥទ្ធិពលលើការធានាឲ្យមានបទជបាញ់ប៉ុន្តែឥទ្ធិពលផ្ទាល់ខ្លួននិងឥទ្ធិពលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលបានចូលរួមយ៉ាងសកម្មក្នុងការងារការទូតក្នុងតំបន់តាំងពីទសវត្សរ៍1980ក៏មានឥទ្ធិពលដែរលោកសូជីរ៉ូសៀមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានបាននិយាយថាការគម្រាមកំហែងពន្ធគយរបស់លោកត្រាំមានផលប៉ះពាល់បានលោកសៀមបានបន្ថែមទៀតថាយើងមានការរួមបញ្ចូលគ្នានៃកត្តាប៉ារ៉ាម៉ែត្រទាំងពីរនេះគឺជាការឯកភាពគ្នានៅក្នុងក្រុងគឺបានន័យថាទូនីតិរបស់លោកប្រធានាធិបតី Donald Trump ផងហើយនឹងទូនីតិផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីផងដែរនេះគឺជាការសង្ខេបរួមរបស់ខាងសហភាពអឺរ៉ុបមន្ត្រីថៃនិងកម្ពុជាទាំងបានទទួលស្គាល់ថាអ្នកសម្របសម្រួលផ្សេងទៀត
ដូចជាប្រទេសចិនក៏មានទូនាទីនោះផងដែរនៅពេលដែលមេដឹកនាំថៃនិងកម្ពុជាបានយល់ព្រមលើបទចុះបាញ់នៅទីក្រុងកូឡាឡាំពួរឯកអគ្គរដ្ឋទូតចិនប្រចាំម៉ាឡេស៊ីក៏មានវត្តមានរួមជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែរក្រោយមកប្រទេសចិនក៏បានធ្វើជាម្ចាស់ផ្ទះទទួលមន្ត្រីមកពីប្រទេសទាំងពីរសម្រាប់ការចរចាជាលក្ខណៈមិត្តភាពនិងដោយត្រង់ទៅត្រង់មកតើអ្នកណានឹងចូលរួមការចុះហត្ថលេខាលោកត្រាំគ្រងនឹងមកដល់ទីក្រុងកូឡាឡាំពួរនៅព្រឹកថ្ងៃអាទិត្យមន្ត្រីថៃនិងកម្ពុជាបាននិយាយថាពិធីចុះហត្ថលេខាគឺនឹងត្រូវបានលោកធ្វើជាសាក្សីនៅរុស្ស៊ីនោះបាទនេះគឺព័ត៌មានចាស់ណាក៏ប៉ុន្តែបើតាមព័ត៌មានថ្មីគឺនៅធ្វើនៅពេលព្រឹកវិញណាបាទក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថាលោកត្រាំនឹងធ្វើជាសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងលោកអាន់វ៉ាផងដែរមេដឹកនាំដទៃទៀតនឹងមកដល់ទីក្រុងកូឡាឡាំពួរសម្រាប់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែក៏មានមកពីប្រទេសប្រេស៊ីលអាហ្វ្រិកខាងត្បូងអូស្ត្រាលីនិងចិនផងដែរប៉ុន្តែមិនទាន់ច្បាស់ភ្លាមៗថាតើមានអ្នកណាម្នាក់នឹងចូលរួមនៅក្នុងពិធីចុះហត្ថលេខានេះទេតើនេះនឹងមានន័យយ៉ាងណាចំពោះចំនួនព្រំដែនបាទតើកិច្ចព្រមព្រៀងនេះនឹងមានអត្ថន័យយ៉ាងណាចំនួនព្រំដែនរវាងប្រទេសទាំងពីរចំនួនព្រំដែននេះមានតាំងពីសន្ធិសញ្ញាសម័យអាណានិគមបារាំងដែលបានចុះហត្ថលេខានៅឆ្នាំ1907ដែលមានភាពខុសគ្នាលើទឹកដីដែលជាកម្មសិទ្ធិរបស់អ្វីដែលពេលនោះជារបស់ដែលដីអាណានិគមនៅបារាំងនៅក្នុងប្រទេសកម្ពុជានិងបរិជាណាចក្រសៀមដោយដែលប្រទេសថៃត្រូវបានគេស្គាល់នៅក្នុងពេលនោះក្នុងរយៈពេលប្រមាណទសវត្សរ៍ថ្មីនេះប្រទេសទាំងពីរបានប្រយុទ្ធគ្នាម្ដងហើយម្ដងទៀតលើផ្នែកខ្លះនៃព្រំដែនរួមរបស់ពួកគេជាពិសេសភាពជាម្ចាស់លើប្រាសាទព្រះវិហារដែលជាប្រាសាទសាងសង់ឡើងនៅសតវត្សទី11ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះប្រទេសទាំងពីរខណៈពេលដែលការមិនចោះសម្រុងគ្នាទាំងនោះទំនងជានៅតែបន្តមន្ត្រីទាំងនោះនិយាយថាពួកគេចង់ឲ្យកិច្ចព្រមព្រៀងសន្តិភាពជួយប្រទេសទាំងពីរជៀសវាងការកើនឡើងនៃភាពតានតឹងដែលបានផ្ទុះឡើងនៅក្នុងខែកក្កដាយោធាទាំងពីរបានប្រមូលផ្ដុំកងទ័ពរាប់ពាន់នាក់នៅតាមព្រំដែនដោយប្រទេសថៃបានធ្វើការវាយប្រហារតាមអាកាសនិងកម្ពុជាបានទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរួមទាំងមន្ទីរពេទ្យផងដែរលោកស៊ីអាសាបានមានប្រសាសន៍ថាយើងសង្ឃឹមថារឿងនេះនឹងធ្វើឲ្យបរិយាកាសនៃទំនាក់ទំនងរបស់យើងប្រសើរឡើងនិងផ្ដល់ឲ្យយើងនៅទំនុកចិត្តក្នុងការឈានទៅមុខទៀតលោកស៊ីអាសាមានប្រសាសន៍ថាយើងសង្ឃឹមថារឿងនេះធ្វើឲ្យបរិយាកាសនៃទំនាក់ទំនងរបស់យើងប្រសើរឡើងនិងផ្ដល់ឲ្យយើងនៅទំនុកចិត្តក្នុងការឈានទៅមុខយើងត្រូវត្រឡប់ទៅរកភាពប្រក្រតីឡើងវិញរីឯលោកស៊ូយ៉ារ៉ាវិញក៏បានថ្លែងដែរថានេះគឺជារឿងសំខាន់បំផុតក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃពុធថានៅក្នុងខែខាងមុខនេះរដ្ឋាភិបាលទាំងពីរនឹងធ្វើការវាស់វែងនៅតំបន់ព្រំដែនមុនពេលកោះប្រជុំម្ដងទៀតនៅក្នុងខែមករាដើម្បីពិភាក្សាអំពីការកែសម្រួលការកាន់កាប់ដីធ្លីអ្នកវិភាគនិយាយថាកត្តាដ៏ស្មុគស្មាញមួយគឺភាពចលាចលនយោបាយដែលកំពុងបន្តកើតមាននៅក្នុងប្រទេសថៃដែលបានបណ្ដេញអតីតនាយករដ្ឋមន្ត្រីរបស់ខ្លួនចេញពីតំណែងកាលពីខែសីហាដោយសារតែការគ្រប់គ្រងចំនួនព្រំដែនមិនបានល្អរបស់អ្នកស្រីលោកអនុធានឆាន់វីរ៉ាគុលដែលជានាយករដ្ឋមន្ត្រីទី3របស់ប្រទេសនេះក្នុងរយៈពេល3ឆ្នាំបាននិយាយថាលោកនឹងអំពាវនាវឲ្យមានការបោះឆ្នោតនៅដើមឆ្នាំក្រោយបាទព័ត៌មានរបស់ខាង Washington Post គឺចប់ហើយប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ប្រាប់ប្រិយមិត្តទាំងអស់គ្នានេះគឺនៅកថាខណ្ឌចិត្តចប់នេះបាទកថាខណ្ឌចិត្តចប់នេះគឺជាការដកស្រង់ពីខាងភាគីថៃមកវិញទេអញ្ចឹងខ្ញុំសូមអានម្ដងទៀតសម្រាប់ប្រិយមិត្តដែលនៅមានការព្រួយបារម្ភដែលនៅមានការយល់អីហ្នឹងគឺឥឡូវខ្ញុំអានម្ដងទៀតដើម្បីឲ្យបានស្ងប់ចិត្តខ្លះផងក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃពុធថានៅក្នុងខែខាងមុខរដ្ឋាភិបាលទាំងពីរនឹងធ្វើការវាស់វែងនៅតំបន់ព្រំដែនមុនពេលកោះប្រជុំម្ដងទៀតនៅក្នុងខែមករាដើម្បីពិភាក្សាអំពីការកែសម្រួលការកាន់កាប់ដីធ្លីបាទអញ្ចឹងបានន័យថាតើតែមានការវាស់វែងឲ្យបានត្រឹមត្រូវនោះទេណាមិនមែន
លោកបន្លាជាអ្នកកំណត់ទេបាទចឹងជំរាបជូនប្រិមិត្តមកទៀតឲ្យបានដឹងនេះជាការលើកឡើងរបស់ថៃទេបាទហើយការកន្លងមកហ្នឹងប្រិមិត្តបានដឹងហើយការនិយាយខុសគ្នាខ្លះពីរឿងពីពេលប្រជុំហើយនឹងទៅនិយាយសាធារណៈហ្នឹងប្រិមិត្តយល់ខ្លួនឯងដោយដឹងហើយគឺបញ្ហានយោបាយនៅក្នុងប្រទេសថៃបាទគឺមានការច្បោកច្បល់ដោយអត្ថបទនេះបាននិយាយអញ្ចឹងគឺនោះជាការព្រួយបារម្ភដែលរឿងនៅទីក្នុងរបស់ថៃហើយជាពិសេសលោកអនុทิនខ្លួនឯងនេះកាន់តំណែងតែខ្លីរយៈពេលខ្លីដូច្នេះក៏ត្រូវតែទៀមទាយកប្រជាប្រិយនៅក្នុងពេលហ្នឹងសម្រាប់បកគាត់ធ្វើយ៉ាងណាឲ្យបានអាសនៈបន្ថែមមិនមែន4ខែនេះដើម្បីបំបត្តិអាសនៈរបស់គាត់នោះទេអញ្ចឹងរឿងប្រទេសក្នុងរបស់ថៃវាជះមកដល់រឿងនៅក្នុងប្រទេសកម្ពុជាអញ្ចឹងហើយបានជាមានការផ្សាយព័ត៌មានខ្លះពួកគាត់និយាយភ្លាមចាប់ទៅនិយាយនៅមហាជនគាត់និយាយផ្សឹងបាទអញ្ចឹងវាតកតងជាមួយនឹងប្រិមិត្តសួរថាចង់ថ្ងៃក្រោយថៃមិនគោរពយ៉ាងម៉េចបាទវាត្រូវតែគោរពហើយបាទតែឲ្យវាលូនទៅមុខទៀតហើយយ៉ាងណានោះគឺយើងតតែរងចាំមើលទាំងអស់គ្នាគ្រាន់ថាយើងគួរតែមានសុទិដ្ឋិនិយមឲ្យបានច្រើនផងដែរកុំទុតិធិនិយមវិញប៉ុន្តែក៏យើងត្រូវតែប្រយ័ត្នប្រយែងស្ថានភាពហ្នឹងផងដែរ